ជម្រាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំសូមចែករំលែកនៅការធ្វើមុខម្ហូបមួយមុខទៀតហើយអាចមើលនៅខាងដើមវីដេអូរបស់ខ្ញុំបានថ្ងៃនេះខ្ញុំឆាម្រេចខ្ចីជាមួយនឹងគ្រឿងសមុទ្រហើយខ្ញុំមានបន្ថែមបន្លែខ្លះដែរមានជាមួយនឹងការ៉ុតម្ទេសប្លោកពណ៌ក្រហមម្ទេសប្លោកពណ៌ខៀវខ្ទឹមបារាំងនិងស្លឹកខ្ទឹមជាដំបូងខ្ញុំចាប់ផ្ដើមលាងសម្អាតវាឲ្យបានស្អាតរួចរាល់សិនទុកម្លែកខ្ញុំមានជាមួយនឹងគ្រឿងសមុទ្រមានជាមួយនឹងបង្គាក៏ដូចជាមឹកផងដែរបន្ទាប់មកខ្ញុំចាប់ផ្ដើមលាងបន្ថែមទៀតជាមួយម្រេចខ្ចីទុកម្លែកដូចគ្នាលាងរួចរាល់ទុកម្លែកហើយខ្ញុំចាប់ផ្ដើមហាន់បន្លែមានជាមួយនឹងម្ទេសប្លោកពណ៌ក្រហមខ្ញុំហាន់វាបែបហ្នឹងការហាន់បងប្អូនអាចហាន់ទៅតាមចំណង់ចំណូលចិត្តបានហាន់បែបម៉េចក៏បានដែរតែខ្ញុំហាន់បែបនេះហាន់វាទុកម្ដុំសិនជាមួយនឹងខ្ទឹមបារាំងខ្ញុំបន្ថែមដូចគ្នាដែរខ្ញុំហាន់បែបនោះដូចគ្នាដើម្បីឆាទៅវាចូលជាតិគ្នាបានល្អអញ្ចឹងខ្ញុំហាន់ហើយខ្ញុំទុកវាម្ល៉េះមានការ៉ុតបន្ថែមបន្តិចដែរសម្រាប់បន្លែជាចំណង់ចំណូលចិត្តបងប្អូនដូចគ្នាចង់ដាក់បន្លែអីបន្ថែមក៏បានដែរព្រោះវាមានរសជាតិឈ្ងុយឆ្ងាញ់ដូចគ្នាឲ្យតែយើងឆាទៅផ្សំគ្រឿងបានឆ្ងាញ់ខ្ញុំទុកវាម្ល៉េះបន្ទាប់ពីហាន់ហើយខ្ញុំបកជាមួយនឹងខ្ទឹមក្រហមបន្ថែមបកវាបែបនេះឲ្យបានស្អាតសិនតើហើយចាំយើងយកទៅលាងទឹកវាពី3ទឹកបន្ថែមទៀតបន្ទាប់ពីខ្ញុំហាន់រួចរាល់ហើយនេះជាបន្លែរបស់ខ្ញុំមានម្រេចខ្ចីខ្ទឹមក្រហមជាមួយខ្ទឹមបារាំងម្ទេសប្លោកពណ៌ក្រហមពណ៌ខៀវគល់ស្លឹកខ្ទឹមជាមួយនឹងការ៉ុតបន្ថែមដែរហើយគ្រឿងទេសអត់មានអីច្រើនទេមានតែទឹកប្រេងខ្យងម្សៅស៊ុបស្ករប៊ីចេងរ៉ូឌីបន្ថែមដែរឥឡូវនេះខ្ញុំចាប់ផ្ដើមឆាខ្ញុំដាក់ខ្លាញ់ក្នុងផ្ទះឲ្យក្តៅសិនបន្ទាប់មកខ្ញុំរំលីងខ្ទឹមឲ្យវាឡើងក្រហមឡើងឈ្ងុយសិនខ្ញុំរំលីងរហូតដល់ឈ្ងុយបែបនេះបានខ្ញុំដាក់ជាមួយនឹងគ្រឿងសមុទ្រចូលគ្រឿងសមុទ្រខ្ញុំដាក់វាកូរមកសពបសិនបានខ្ញុំចាប់ផ្ដើមបន្ថែមគ្រឿងទេសខ្ញុំដាក់វាបែបហ្នឹងសិនមកកូរវាមកសពបសិនឃើញថាវាមកសពបល្មមហើយខ្ញុំចាប់ផ្ដើមបន្ថែមជាមួយនឹងគ្រឿងទេសចូលគ្រឿងទេសរបស់ខ្ញុំមានជាមួយនឹងម្សៅស៊ុបបន្តិចខ្ញុំដាក់ឲ្យវាមានជាតិជាមួយនឹងគ្រឿងសមុទ្រសិនទេស្ករសទឹកប្រេងខ្យងមកល្មមដែរកូរចូលគ្នាឲ្យសព្វពួកគ្រឿងសមុទ្រយើងអត់ត្រូវការឆ្អិនពេកទេអញ្ចឹងយើងកូរវាមកល្មមសិនមកឃើញថាវាចូលជាតិគ្នាបានល្អហើយខ្ញុំក៏ដួសវាទុកម្ល៉េះសិនដែរព្រោះដើម្បីកុំឲ្យវាឆ្អិនជ្រុលពេកទុកវាម្ល៉េះហើយខ្ញុំចាប់ផ្ដើមឆាជាមួយនឹងបន្លែវិញខ្ញុំដាក់ទឹកជាមួយនឹងខ្ទឹមសខ្ទឹមក្រហមនិងម្រេចកូរឲ្យឈ្ងុយឲ្យវាឆ្អិនម្ដុំសិនព្រោះជាមួយនឹងបន្លែដែលអត់ងាយឆ្អិនយើងត្រូវការដាក់មុនយើងដាក់វាកូរចូលគ្នាឲ្យសព្វសិនមកកូរគ្នាបានសព្វល្អហើយចាំយើងគ្របឲ្យវាឆ្អិនចូលជាតិគ្នាបន្ថែមយើងកូរបែបហ្នឹងហើយយើងគ្របវាចន្លោះប្រហែលជា1នាទីជាងទៅ2នាទីសិនឃើញថាវាឆ្អិនមកល្មមហើយអត់ទាន់ផុយពេកទេចឹងយើងចាប់ផ្ដើមបន្ថែមបន្លែតិចទៀតជាមួយនឹងម្ទេសប្លោកពណ៌ក្រហមនិងម្ទេសប្លោកពណ៌ខៀវយើងដាក់ឲ្យយើងកូរវាឲ្យចូលជាតិគ្នាល្អដូចគ្នាកូរបែបហ្នឹងសិនមកចាំយើងបន្ថែមគ្រឿងទេសបន្តិចទៀតមានទឹកត្រីបន្តិចប្រេងខ្យងយើងបន្ថែមមកអស់មកជាមួយនឹងម្សៅស៊ុបក៏យើងបន្ថែមមកអស់ដូចគ្នាស្ករសនិងប៊ីចេងបន្តិចដែរយើងដាក់បែបហ្នឹងហើយយើងកូរចូលគ្នាឲ្យសព្វមកឲ្យវាចូលជាតិគ្នាល្អសិនបន្ទាប់មកយើងគ្របវាឲ្យបានឆ្អិនជាមួយនឹងម្ទេសប្លោកពណ៌ក្រហមនិងពណ៌ខៀវរបស់យើងសិនចាំយើងចាប់ផ្ដើមបន្ថែមជាមួយនឹងគ្រឿងសមុទ្រដែលយើងដួសទុកមុនហ្នឹងគ្រឿងសមុទ្រយើងបានឆាវាម្សៅអញ្ចឹងយើងអត់ត្រូវការប្រើពេលយូរទេយើងដាក់ចូលមកសន្ទុះមកកូរត្រឡប់ចូលឲ្យចូលជាតិគ្នាល្អជាមួយនឹងបន្លែរបស់យើង
ឃើញថាយើងកូរមកល្មមហើយក្របវាប្រហែលជាចន្លោះអត់ដល់1នាទីទេឃើញថាវាឆ្អិនល្អយើងចាប់ផ្ដើមបន្ថែមស្លឹកខ្ទឹមរួចរាល់ជាការស្រេចឃើញថាតំណអត់បងប្អូនបើសិនជាតំណអាចធ្វើតាមបាន